នេះគឺជាសកម្មភាពយើងកំពុងបាញ់ក្នុងមុនបាញ់ក្នុងគឺយើងបាញ់សំដៅទៅរកមេឃឲ្យសាមសពគ្រប់មេឃមិនឲ្យមានសល់មេឃណាមួយហើយនឹងសាមដើមសាមគុលបន្ទាប់មកបានយើងបាញ់ដីឲ្យសាមដីគ្រប់តំបន់ដែលមានឫសទៅដល់ស្វែងជុំវិញរបៀបហ្នឹងហើយបើអាចធ្វើយ៉ាងម៉េចបាញ់កុំឲ្យអំណាចស្លឹកដែលដោយផលខ្យល់ផាត់ទៅតាមអំណាចយើងបាញ់ហ្នឹងកុំឲ្យស្លឹកចាស់ចាស់ហូរចូលហោះចូលទៅក្នុងគុលតរ៉េនព្យាយាមធ្វើម៉េចកុំឲ្យស្លឹកទៅគុលគោទៅក្នុងគុលតរ៉េនបាញ់ស្លឹកហ្នឹងចេញពីគុលយើងអាចឈោបាញ់ពីខាងក្នុងចេញមកក្រៅក៏បានតែដោយហេតុថាដោយសារយើងបាញ់ក្នុងហើយគេលោកវាសើមប្រឡាក់អញ្ចឹងលើកក្រោយបើយើងអាចទេយើងបាញ់ដីមុនទៅកុំឲ្យទឹកនឹងវាស្រកសើមប្រឡាក់ក៏ល្អដែរបាញ់ដីមុនហើយចាំយើងបាញ់ក្នុងហើយចាំយើងបាញ់ក្រៅអាហ្នឹងក៏វាល្អដែរវាអត់សើមប្រឡាក់យើងក្រៅអាចច្រឡំក្រៅបាញ់រួចហើយ